រឿងខ្មោចដាំពោតលងខ្ញុំនិងឪពុករបស់ខ្ញុំភាគទី2ជ្រូកឡើងវិញទិន្នន័យប្រាក់ដីប្រាក់ជាមុនអរគុណសុទ្ធតែឈាមនឹងពេលនឹង2020ភ្លៀងអត់មានឃើញឪពុកឃើញហើយយំលេងទឹកកំពុងមើលឃើញទាំងពីរនាក់កូននឹងតែម្ដងឃើញទាំងពីរនាក់នឹងអ្នកដឹកនាំគឺលីហួរបត់នេះមែនតែនថាគាត់ខ្លាំងមិនខ្លាចដែរប៉ុន្តែអ្វីដែលគាត់គួរឲ្យគាត់ពិបាកទប់អារម្មណ៍នឹងគ្រួសារទាំងអស់គឺរូបភាពដែលវាបង្ហាញឲ្យឃើញពេលដោយសារតែរូបភាពពេជ្រមួយមុខវារលួយសមត្ថកិច្ចចុះបងឲ្យក្រៀនតែមានអីមកគាត់ឈួតបានបត់ឆ្លើយឆ្លងពុកឪពុកគាត់យកមកអញ្ចឹងហើយក៏បានយកមកទុកទាំងក្នុងសមុទ្ររបស់នៅពីមាត់ទាំងកម្រិតហើយមីខ្មោចស្រីមួយនឹងវាបានសួនកណបៈបត់នៅក្នុងរឿងខ្មោចដែលមានអំពូដែលជាឪពុកបាននិមន្តនឹងអញ្ជើញទៅតាមគាត់ខាងក្នុងមីខ្មោចស្រីមួយនឹងវាបានសួនកណបៈបត់នៅក្នុងរឿងខ្មោចដែលមានអំពូដែលជាឪពុកបាននិមន្តនឹងអញ្ជើញទៅតាមគាត់ខាងក្នុងខ្មោចចិញ្ចឹមយងខ្មោចដើមពោតនៅមជ្ឈិមពីនោះក្លឹបបិទទូរស័ព្ទនិយាយពីសัตว์ដូចសัตว์ដោនភ្លេចយកមកបិទបទចម្រៀងពិភពបងហេតុក៏ស្ងាត់ជ្រាបឬសំឡេងអូនសំឡេងឆ្លងឆ្លើយទាំងអស់នេះមើលប៉ុណ្ណឹងបានប្រើសម្រាប់ទាំងបិទដើម្បីទៅវាថៃឲ្យផងបានទៅហើយចាប់តាំងពីថ្ងៃនឹងមកទៀតគឺលីហួរបំផុតនៅពេលដែលការស្រឡាញ់នឹងគឺអត់ដែលឃើញខ្មោចទៀតដោយសារតែខុសពីច្បាប់មុខកម្ពុជាវាតម្លៃអំពូលេតខ្មោចខេត្តកណ្ដាលនឹងឡាវយកមកពីអត់មានបាត់ភូតដួយភ្នែកកំប៉ុងមាត់នឹងគឺរចនារបស់វាហើយរបៀបអំពូលហ្វាទៀតអញ្ចឹងពូជីវិតមានអ្វីមានតែរូបតែម្ដងហើយនៅពេលកម្ពុជាកណ្ដាលវាដោនធំអាចយកធ្វើអីនឹងខ្ញុំធ្លាប់ជាប់តាក់ទងជាមួយនឹងអាសូរណាស់ម្ដងនេះមានខ្មោចលងតាណាមួយជីកទូកពីមួយយកហេងយកវាយខ្មោចទាំងអស់គ្នាដើម្បីខ្មោចហើយអត់ឬសំឡេងខ្មោចមានពិតជានាំគ្នានិយាយថាគាត់បានថានឹងចេះខ្លាចខ្មោចចិញ្ចឹមភ្លេងសុទ្ធបាញ់ឃ្លីខ្លះដែលអាចយកមកមួយណាដែលចេញមកធ្វើជាស្រីមើលឃើញខ្មោចចឹងបាននៅតែចាំមួយប្រអប់នឹងជួយចូលមើលម្នាក់មួយផងដែលហៅថាមនុស្សយើងដែរ